មេរៀនទី10សមាជិកគ្រួសារខ្ញុំអំណានចូលអានអត្ថបទខាងក្រោមរួចឆ្លើយនឹងសំណួរគ្រួសារខ្ញុំមានសមាជិកជាច្រើននាក់ហើយម្នាក់មានភារកិច្ចរៀងខ្លួនជីដូនជីតាខ្ញុំនៅផ្ទះថែទាំចៅពុកម៉ែខ្ញុំជាមេគ្រួសារគាត់ប្រកបរបររកស៊ីដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារនិងតាមដានការសិក្សារបស់កូនមីមីងរបស់ខ្ញុំក៏ទៅធ្វើការដូចពុកម៉ែដែរចំណែកបងប្រុសបងស្រីនិងខ្ញុំមានភារកិច្ចសំខាន់ជាងគេគឺខិតខំរៀនសូត្រដើម្បីមានអនាគតល្អសមាជិកគ្រួសារខ្ញុំចេះគោរពស្រឡាញ់គ្នាយោគយល់គ្នានិងជួយទុក្ខធុរៈគ្នាទៅវិញទៅមកពួកយើងតែងជួបជុំទទួលទានអាហាររួមគ្នានិងជជែកលេងយ៉ាងសប្បាយរីករាយសមាជិកគ្រួសារខ្ញុំរស់នៅប្រកបដោយសុភមង្គល